វិធីសាស្ត្រគ្រប់គ្រងមនុស្សដោយប្រើចិត្តវិទ្យាប្រសិនបើអ្នកយល់អំពីចិត្តវិទ្យារបស់មនុស្សអ្នកអាចកំណត់ល្បែងឬក៏ប្រើចិត្តវិទ្យាក្នុងការគ្រប់គ្រងមនុស្សឲ្យបានកាន់តែមានប្រសិទ្ធភាពបាទសួស្តីខ្ញុំ Admin Rani ថ្ងៃនេះខ្ញុំបានធ្វើសម្រងអត្ថបទឬក៏ដកស្រង់អត្ថបទមួយចេញពីរឿងសាមកុកដើម្បីចែករំលែកដល់អ្នកទាំងអស់គ្នាមនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្សោយចំណុចខ្វះខាតមានអ្វីដែលពួកគេចង់បាននិងអ្វីដែលពួកគេខ្លាប់ខ្លាចឬក៏ខ្លាចរអានោះឯងប្រសិនបើអ្នកអាចមើលឃើញតាមរយៈរបស់ទាំងនេះអ្នកអាចគ្រប់គ្រងពួកគេឬក៏មនុស្សទាំងនោះបានដោយមិនចាំបាច់ប្រើកម្លាំងឬក៏ហិង្សាឬក៏អំណាចអ្វីនោះទេអញ្ចឹងចំណុចទី1ដែលយើងអាចប្រើវិធីសាស្ត្រក្នុងការយល់ដឹងអំពីចិត្តមនុស្សនោះគឺចំណុចទី1គឺសំដៅទៅលើអ្វីដែលជាកម្លាំងជំរុញមនុស្សដែលនៅជុំវិញខ្លួនយើងឯងនៅក្នុងរឿងសាមកុកគឺជាឆាកនៃការប្រកួតប្រជែងបែបបញ្ញាឬក៏ប្រាជ្ញាហ្នឹងអ្នកខ្លាំងគឺគេចង់និយាយអំពីអ្នកខ្លាំងមិនមែនជាអ្នកដែលមានកងទ័ពច្រើនជាងគេធំធេងជាងគេទេប៉ុន្តែយើងត្រូវដឹងថាជាអ្នកដែលយល់ពីចិត្តវិទ្យាមនុស្សនឹងអាចប្រើចិត្តវិទ្យាហ្នឹងគឺជាអាវុធយុទ្ធភ័ណ្ឌឬក៏ប្រើជាឧបករណ៍ដើម្បីធ្វើសង្គ្រាមបានឬក៏ដឹកនាំមនុស្សក្រុមណាមួយបានដើម្បីគ្រប់គ្រងមនុស្សឲ្យដើរតាមផែនការឬក៏ធ្វើទៅតាមអ្វីដែលជាគម្រោងរបស់ពួកគេរៀបចំហ្នឹងឯងឧទាហរណ៍នៅក្នុងរឿងសាមកុកមានដូចជាជូកាលៀងឬក៏យើងហៅថាខុងមីងហ្នឹងមិនដែលកាន់ដាវឬក៏មិនដែលជិះសេះចូលទៅច្បាំងក្នុងទីលានសមរភូមិដោយខ្លួនលោកទេប៉ុន្តែលោកអាចគ្រប់គ្រងនៅកងទ័ពឬក៏មេទ័ពរបស់លាវប៉ៃហ្នឹងធ្វើឲ្យធ្វើតាមដែលគ្រប់គ្រងកងទ័ពលាវប៉ៃហ្នឹងឲ្យធ្វើតាមនៅបញ្ជាឬក៏ធ្វើតាមនៅផែនការរបស់គាត់បានយ៉ាងល្អចំណែកឯស៊ុនគួនវិញមិនដែលចេញទៅកាត់ក្បាលសត្រូវណាបានសូម្បីតែមួយនាក់ប៉ុន្តែស៊ុនគួនអាចប្រើប្រាស់នៅភាពឆ្លាតវៃរបស់ខ្លួនធ្វើឲ្យនគររបស់ខ្លួនហ្នឹងរួចផុតពីអំណាចជិះជាន់ឬក៏ភាពឈ្លានពានពីនគរវើយដែលជាដែលយើងហៅថាវួយកុកហ្នឹងហើយចំណែកឯតួអង្គឬក៏ផ្នែកនៃឆាវនោះវិញអាចធ្វើឲ្យមនុស្សទាំងស្រឡាញ់ទាំងខ្លាចរអាក្នុងពេលតែមួយរហូតដល់គ្មាននរណាម្នាក់ហ៊ានប្រឆាំងឬក៏បែកខ្នងឲ្យគាត់ឡើយពិភពលោកនេះមិនមែនជារបស់អ្នកដែលខ្លាំងជាងគេនោះទេប៉ុន្តែយើងត្រូវដឹងថាពិភពលោកនេះគឺជារបស់អ្នកដែលអាចយល់ដឹងអំពីល្បែងអំពីល្បិចឬក៏ជាពិសេសនេះគឺយល់ដឹងអំពីអាចអានបាននៅចិត្តវិទ្យារបស់មនុស្សហើយនឹងអាចយល់ដឹងថាតើត្រូវធ្វើយ៉ាងម៉េចប្រើនៅចិត្តវិទ្យាយ៉ាងម៉េចដើម្បីគ្រប់គ្រងមនុស្សនឹងឯងមនុស្សគ្រប់រូបចង់បានអ្វីមួយហើយអ្នកក៏អាចប្រើនៅអ្វីដែលគេចង់បានហ្នឹងជាឧបករណ៍ដើម្បីគ្រប់គ្រងពួកគេប្រសិនបើអ្នកចង់ឲ្យនរណាម្នាក់ធ្វើអ្វីមួយអញ្ចឹងយើងកុំសុំឲ្យគេធ្វើប៉ុន្តែជំនួសមកវិញគឺយើងអាចធ្វើឲ្យគេនឹងមានអារម្មណ៍ថាគេត្រូវតែធ្វើរឿងនេះរឿងនោះដោយខ្លួនឯងដោយយើងមិនបាច់ចាំបង្ខំឬក៏ដាក់សម្ពាធទៅលើពួកគេឡើយអ្នកខ្លះចង់បានអំណាចមានន័យថាអ្នកខ្លះគឺចង់បានអំណាចមានន័យថាយើងឲ្យគេទទួលបាននៅអំណាចប៉ុន្តែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកទៅវិញឧទាហរណ៍ឆាវនឹងមេទ័ពរបស់គាត់ឆាវមិនឈ្នះដោយសារតែកងទ័ពច្រើនជាងគេទេប៉ុន្តែដោយសារតែគាត់នឹងដឹងពីវិធីប្រើអំណាចគ្រប់គ្រងមនុស្សដែលមានអំណាចទាំងឯងអញ្ចឹងគាត់ឲ្យមេទ័ពរបស់គាត់នឹងមានសិទ្ធិមានអំណាចប៉ុន្តែគ្រប់គ្នាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ទាំងឯងឬក៏របស់ឆាវទាំងឯងបើនរណាម្នាក់ដែលគាត់ដឹងថាជាគ្រោះថ្នាក់ឬក៏បង្ហាញថាវាជាមនុស្សគ្រោះថ្នាក់ចំពោះគាត់នឹងកម្ចាត់មនុស្សនោះភ្លាមអ្នកខ្លះខ្លាចការបរាជ័យគឺមានន័យថាយើងប្រើក្តីខ្លាចការបរាជ័យរបស់ពួកគេនោះដើម្បីដាក់សម្ពាធធ្វើឲ្យគេធ្វើតាមអ្នក
ឧទាហរណ៍នៅក្នុងរឿងសាមកុកគឺមានតួអង្គមួយគឺសុនគួននិងកងទ័ពរបស់សុនគួនបានស្នងតំណែងឬក៏រាជបល្ល័ង្កហ្នឹងពីឪពុករបស់គាត់តាំងពីក្មេងអាយុ18ឆ្នាំមកម្លេះអញ្ចឹងគ្រប់គ្នាតែងតែមានការសង្ស័យទៅលើសមត្ថភាពឬក៏មិនជឿទុកចិត្តទៅលើសមត្ថភាពរបស់សុនគួនប៉ុន្តែគាត់បានប្រើនៅគេហៅថាក្តីខ្លាចដែលខ្លាចបរាជ័យហ្នឹងជាអាវុធធ្វើឲ្យមេតបនិងទីប្រឹក្សារបស់គាត់ហ្នឹងត្រូវតែរួបរวมគ្នាដើម្បីការពារនគររបស់ខ្លួនឬក៏ដែនដីរបស់ខ្លួនហ្នឹងឯងអញ្ចឹងមានចំណុចមួយទៀតគឺអ្នកខ្លះហ្នឹងគឺស្វែងរកការទទួលស្គាល់មានន័យថាពួកគេហ្នឹងគឺចង់បានការសរសើរពីថ្នាក់ដឹកនាំឬក៏ពីអ្នកណាម្នាក់នោះគេនឹងស្មោះត្រង់ចំពោះអ្នកដែលសរសើរអ្នកដែលផ្ដល់តម្លៃឲ្យពួកគេនឹងឯងឧទាហរណ៍ខុងមីងឬក៏ជូកលៀនគ្រប់គ្រងបេះដូងទាហានរបស់លាប៉ៃបានយ៉ាងល្អខុងមីងមិនមានកងទ័ពផ្ទាល់ខ្លួនទេប៉ុន្តែគាត់ធ្វើឲ្យទាហានរបស់លាប៉ៃសុខចិត្តស្លាប់ដើម្បីគាត់ដោយសារតែគាត់ផ្ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរដល់ពួកទ័ពឬក៏ទាហានទាំងអស់ហ្នឹងគាត់ធ្វើឲ្យទាហានមានការជឿជាក់ថាបើពួកគេប្រយុទ្ធជាមួយគាត់ពួកគេនឹងក្លាយជាវីរៈបរិះនៃប្រទេសឬក៏គាត់នឹងមានការលើកតម្កើងចឹងទៅយុទ្ធសាស្ត្រមួយដែលប្រើនៅក្នុងដូចថាសម្រាប់បុគ្គលខ្លះដែលស្វែងរកការទទួលស្គាល់ឬការទទួលដឹងឮឬក៏ឲ្យតម្លៃពីថ្នាក់ដឹកនាំឯងបើអ្នកចង់ឲ្យនរណាម្នាក់ស្មោះស្ម័គ្រឬក៏ជឿជាក់ទៅលើយើងគឺធ្វើឲ្យគេមានអារម្មណ៍ថាអ្នកហ្នឹងគឺមើលឃើញតម្លៃនៅក្នុងខ្លួនរបស់គេឬក៏សមត្ថភាពរបស់គេនឹងឯងនោះពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកគ្រប់គ្រងឬក៏ដើម្បីអ្នកនឹងតែម្ដងនឹងចំណុចមួយទៀតអ្នកខ្លះចង់បានស្ថិរភាពសុវត្ថិភាពមានន័យថាយើងត្រូវតែបង្កើតបរិយាកាសឬក៏ទីតាំងឬក៏កន្លែងណាមួយឲ្យគេមានអារម្មណ៍ថារស់នៅជាមួយយើងមានសុវត្ថិភាពមានស្ថិរភាពនោះគេនឹងនៅជាមួយយើងជារៀងរហូតឧទាហរណ៍លាវប៉ៃគឺធ្វើឲ្យប្រជាជនស្រឡាញ់រាប់អានគាត់ហើយលាវប៉ៃមិនមែនជាស្ដេចតាំងពីដើមទីមកនោះទេលាវប៉ៃមិនមែនជាស្ដេចតាំងពីដើមទីនៃរឿងសាមកុកទេប៉ុន្តែគាត់មានអ្វីដែលអ្នកផ្សេងគ្មាននោះគឺភក្ដីភាពស្មោះត្រង់ចំពោះប្រជាជននិងមានគុណធម៌ដែលបង្ហាញទៅដល់ប្រជាជនឲ្យតម្លៃទៅដល់ប្រជាជនគាត់បានផ្ដល់នៅអារម្មណ៍មួយដែលមានសុវត្ថិភាពទៅដល់ប្រជាជននិងផ្ដល់ទីជម្រកដែលមានសុវត្ថិភាពស្ថិរភាពនិងសុខដុមរមនាទៅដល់ប្រជាជននឹងឯងនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថានៅជាមួយខ្ញុំនៅជាមួយអ្នកដឹកនាំដូចជាលាវប៉ៃហ្នឹងគឺគេនឹងអាចរួចផុតពីការកាប់សម្លាប់ឬក៏ការធ្វើទុកបុកម្នេញនឹងឯងអញ្ចឹងយុទ្ធសាស្ត្រក្នុងការប្រើឬក៏ធ្វើឲ្យអ្នកដែលចង់បានស្ថិរភាពហ្នឹងអាចស្ម័គ្ររស់នៅជាមួយយើងបាននោះគឺបើសិនជាចង់ឲ្យនរណាម្នាក់ឈរនៅខាងអ្នកធ្វើឲ្យគេមានអារម្មណ៍ថាការនៅជាមួយនឹងយើងនៅជាមួយនឹងអ្នកហ្នឹងគឺជាមធ្យោបាយតែមួយគត់ដែលគេអាចមានសុវត្ថិភាពដែលគេអាចមានភាពគង់វង្សសុខសេងសានជាដើមនឹងឯងឬក៏គ្មានការជិះជាន់បំពេញគ្នាទៅវិញទៅមកនឹងឯងអ្នកដែលមិនយល់អំពីចិត្តវិទ្យាមនុស្សនឹងក្លាយជាតួអង្គនៅក្នុងលបែងរបស់អ្នកដទៃឬក៏នៅក្នុងកណ្ដាប់ដៃនៅក្នុងការគ្រប់គ្រងរបស់អ្នកដទៃឧទាហរណ៍គួនអុយគិតថាសិលធម៌នឹងធ្វើឲ្យគាត់នឹងរួចផុតពីអ្វីគ្រប់យ៉ាងប៉ុន្តែទីបំផុតគាត់ត្រូវបានចាញ់បោកបញ្ឆោតពួកគេរហូតដល់ស្លាប់លីពូជាអ្នកច្បាំងគឺជាមេទ័ពដ៏ខ្លាំងជាងគេប៉ុន្តែព្រោះតែភាពល្ងងខ្លៅរបស់ពួកគេហ្នឹងដែលចាញ់បោកនៅផ្នែកចិត្តសាស្ត្ររបស់ពួកគេរបស់អ្នកផ្សេងហ្នឹងដែលធ្វើឲ្យគាត់คล้ายទៅជាមនុស្សដែលគ្មាននរណាម្នាក់ជឿជាក់លាវប៉ៃទន់ភ្លន់ពេកទីបំផុតក៏ត្រូវជោគវាសនាលេងសើចជាមួយគាត់ធ្វើឲ្យគាត់បរាជ័យស្ទើរតែស្លាប់ស្ទើរតែរស់មុននឹងបានជួបនៅខុងមីងនឹងឯងពិភពលោកនេះគឺមិនផ្ដល់រង្វាន់ដល់មនុស្សល្អទេប៉ុន្តែវាជារង្វាន់ដល់អ្នកដែលចេះប្រើធម៌ពលរបស់មនុស្សដើម្បីគ្រប់គ្រងនៅចិត្តឬក៏លបែងនៃការដឹកនាំមនុស្សនឹងឯងនៅក្នុងរឿងសាមកុកវាមិនមែនគ្រាន់តែជារឿងសង្គ្រាមវាយប្រហារស៊ីសាច់ហត់ឈាមច្បាំងគ្នាទៅវិញទៅមកនោះទេប៉ុន្តែវាគឺជាមេរៀនមួយនៃការគ្រប់គ្រងមនុស្សនៃការប្រើចិត្តសាស្ត្រ
ដើម្បីគ្រប់គ្រងមនុស្សនឹងឯងបើអ្នកមិនយល់ថាមនុស្សចង់បានអ្វីមួយឬក៏ពួកគេនឹងមិនប្រើអ្នកជាឧបករណ៍ជំនួសវិញបើអ្នកមិនយល់ថាមនុស្សខ្លាចអ្វីទេឬក៏មិនដឹងថាមនុស្សហ្នឹងគឺខ្លាចអ្វីទេនោះពួកគេនឹងប្រើក្តីខ្លាចរបស់ពួកយើងហ្នឹងឬក៏ពួកអ្នកដឹកនាំនេះដើម្បីគ្រប់គ្រងអ្នកដឹកនាំទៅវិញហើយយើងត្រូវចងចាំថាពិភពលោកនេះគឺមិនស្ថិតមិនមានយុត្តិធម៌ចំពោះអ្នកខ្សោយទេមានន័យថាយើងត្រូវចងចាំថាពិភពលោកនេះគឺមិនមានយុត្តិធម៌ត្រឹមត្រូវចំពោះអ្នកដែលទន់ខ្សោយអ្នកដែលខ្សត់ខ្សោយនោះទេគឺមានន័យថាអ្នកដែលយល់អំពីចិត្តវិទ្យាមនុស្សគឺជាអ្នកគ្រប់គ្រងលបែងគ្រប់គ្រងនៅរឿងអ្វីៗស្ទើរតែបានគ្រប់ទាំងអស់ជាពិសេសគឺតាក់ទងនឹងការគ្រប់គ្រងមនុស្សនឹងឯងអញ្ចឹងចំណុចទី2នៅក្នុងនេះគឺប្រើរង្វាន់និងការដាក់ទណ្ឌកម្មដោយវៃឆ្លាតអញ្ចឹងការគ្រប់គ្រងមនុស្សមិនមែនតែងតែប្រើនៅអំណាចឬក៏ការគំរាមកំហែងតែម្យ៉ាងដើម្បីឲ្យគ្រប់គ្រងមនុស្សបានដ៏មានប្រសិទ្ធភាពនោះទេមនុស្សភាគច្រើនមិនធ្វើអ្វីដែលត្រឹមត្រូវទៅតាមត្រឹមត្រូវដោយសារតែពួកគេចង់ធ្វើទេប៉ុន្តែដោយសារតែពួកគេគិតថាវាជាជំរើសល្អបំផុតសម្រាប់ពួកគេមនុស្សជាយើងត្រូវដឹងថាមនុស្សជាសត្វដែលឆ្លើយតបឬក៏មនុស្សជាសត្វដែលមានអារម្មណ៍ទំនាក់ទំនងក្នុងការជំរុញធ្វើអ្វីមួយបើអ្នកចង់ផ្ដល់រង្វាន់ដ៏ត្រឹមត្រូវឬដាក់ទណ្ឌកម្មសមស្របណាមួយទៅលើកងទ័ពឬក៏ទៅលើអ្នកដែលក្រោមបង្គាប់អ្នកអាចកំណត់ទៅតាមអេរយាប័តរបស់ពួកគេបានដូចជាឧទាហរណ៍នៅក្នុងរឿងសាមកុកមានអ្នកដ៏អស្ចារ្យបំផុតមិនមែនជាអ្នកដែលមានទាហានច្រើនជាងគេមានទ័ពច្រើនជាងគេឬក៏មាននគរធំជាងគេនោះទេប៉ុន្តែជាអ្នកដែលយល់អំពីរបៀបដែលមនុស្សដំណើរការទៅបានយ៉ាងម៉េចឬក៏មនុស្សត្រូវការអ្វីខ្លះដើម្បីដំណើរការទៅបានហ្នឹងឯងឆាវខុងមីងសុនគួនមិនដែលត្រូវប្រើកម្លាំងដើម្បីធ្វើសង្គ្រាមគ្រប់ពេលទេប៉ុន្តែពួកគេប្រើពេលខ្លះប្រើរង្វាន់នឹងការធ្វើទណ្ឌកម្មឬក៏ដាក់ទណ្ឌកម្មដើម្បីគ្រប់គ្រងមនុស្សឲ្យដើរតាមទិសដៅឬក៏ការរៀបចំផែនការរបស់ពួកគេដែលពួកគេចង់បាននឹងឯងអញ្ចឹងការផ្ដល់រង្វាន់គឺគ្មាននរណាម្នាក់ធ្វើអ្វីឲ្យអ្នកដោយឥតគិតថ្លៃទេបើអ្នកចង់ឲ្យនរណាម្នាក់ធ្វើការឲ្យអ្នកកុំរំពឹងថាពាក្យសម្ដីល្អហ្នឹងវាគ្រប់គ្រាន់គឺមានន័យថាអ្នកត្រូវតែផ្ដល់រង្វាន់ផ្ដល់អ្វីដែលមានតម្លៃដល់ពួកគេនៅអ្វីដែលពួកគេចង់បានមិនមែនអ្វីដែលពួកគេគិតថាល្អមិនមែនអ្វីដែលយើងឬក៏អ្នកគិតថាវាល្អនោះទេអញ្ចឹងមានន័យថាយើងផ្ដល់ឲ្យនៅអ្វីដែលគេចង់បានគឺជាជាងនៅផ្ដល់ឲ្យនៅអ្វីដែលយើងគិតថាវាល្អជាឧទាហរណ៍ឆាវប្រើរង្វាន់ដើម្បីគ្រប់គ្រងមេតបឆាវបានឡើងកាន់អំណាចដោយសារតែគាត់ដឹងថាទាហាននិងមេតបចង់បានអ្វីហើយអ្នកខ្លះក៏ចង់បានតំណែងហើយអ្នកក៏គាត់ឲ្យតំណែងអ្នកខ្លះទៀតក៏ចង់បានទ្រព្យសម្បត្តិគាត់ក៏ឲ្យទ្រព្យសម្បត្តិអ្នកខ្លះក៏ចង់បានកេរ្តិ៍ឈ្មោះគាត់ក៏ផ្ដល់កេរ្តិ៍ឈ្មោះជាឲ្យគេខ្លាយជាវីរបុរសនៅក្នុងប្រវត្តិសាស្ត្រចឹងទៅនៅពេលដែលឆាវចង់បានមេតបដ៏អស្ចារ្យគាត់មិនប្រើបញ្ជាដើម្បីបង្ខំឲ្យពួកគេមកបម្រើគាត់ទេប៉ុន្តែគាត់បង្កើតនៅប្រព័ន្ធដែលធ្វើឲ្យអ្នកគ្រប់គ្នានឹងចង់មករួមរស់ឬក៏បម្រើគាត់ដោយស្ម័គ្រចិត្តហើយគាត់ផ្ដល់កិត្តិយសដល់មេតបដែលស្មោះស្ម័គ្រផ្ដល់ទឹកដីឬក៏តំបន់ទីតាំងឲ្យពួកគេគ្រប់គ្រងនិងផ្ដល់ទ្រព្យសម្បត្តិមាសប្រាក់អីជាដើមហ្នឹងដល់អ្នកដែលមានស្នាដៃហើយគាត់ក៏ចេះលើកទឹកចិត្តឲ្យមេតបហ្នឹងមានការប្រកួតប្រជែងគ្នាដើម្បីបង្ហាញនៅលទ្ធភាពឬក៏សមត្ថភាពក្នុងការធ្វើសង្គ្រាមឬក៏សម្រេចផែនការរបស់គាត់ហ្នឹងឯងអញ្ចឹងអ្វីដែលយើងត្រូវចងចាំនៅក្នុងចំណុចនេះបើអ្នកចង់ឲ្យមនុស្សណាម្នាក់ធ្វើតាមអ្នកនោះគឺផ្ដល់ឲ្យពួកគេនៅអ្វីដែលពួកគេចង់បានគឺមិនមែនអ្វីដែលអ្នកចង់ឲ្យពួកគេនោះទេអញ្ចឹងមានន័យថាយើងឲ្យអ្វីដែលពួកគេត្រូវការអ្វីដែលពួកគេចង់បាននឹងឯងគឺជៀសវាងឲ្យអ្វីដែលយើងស្រឡាញ់ហើយឲ្យទៅពួកគេគឺមានន័យថាឲ្យអ្វីដែលពួកគេចង់បានទៅពួកគេនោះឯងឧទាហរណ៍ខុងមីងផ្ដល់រង្វាន់ផ្លូវចិត្តដើម្បីគ្រប់គ្រងកងទ័ពរបស់លាវប៉ៃបានយ៉ាងមានប្រសិទ្ធភាព
ខុងមីងឬក៏ជូកលៀងមិនមានទ្រព្យសម្បត្តិឲ្យទាហានមិនមានអំណាចដ៏ច្រើនបំផុតដោយឆាវទេប៉ុន្តែគាត់ដឹងថាទាហានរបស់លាវប៉ៃចង់បានអ្វីពួកគេមិនចង់បានលុយទេប៉ុន្តែពួកគេចង់បានភាពជឿជាក់ឬក៏ជំនឿឬក៏សេចក្តីទុកចិត្តខុងមីងឬក៏ជូកលៀងបានផ្ដល់កិត្តិយសនិងផ្ដល់នូវគោលដៅដល់ទាហានទាំងអស់គាត់ធ្វើឲ្យពួកគេមានការជឿជាក់ថាពួកគេកំពុងតែប្រយុទ្ធដើម្បីភាពត្រឹមត្រូវដើម្បីសេរីភាពដើម្បីភាពយុត្តិធម៌ឬក៏គុណធម៌ស្របទៅតាមគោលបំណងរបស់លាវប៉ៃនឹងឯងគាត់ធ្វើឲ្យពួកគេមានអារម្មណ៍ថាការធ្វើដើម្បីលាវប៉ៃគឺជាការធ្វើដើម្បីក្លាយជាមនុស្សល្អសម្រាប់ប្រទេសឬក៏សម្រាប់នគរហានហ្នឹងឯងឬក៏រាជវង្សហានគាត់ធ្វើឲ្យពួកគេជឿជាក់ឬក៏មានសេចក្តីទុកចិត្តថាបើពួកគេមានការស្លាប់បាត់បង់ជីវិតដើម្បីឧត្តមគតិក្នុងការឬក៏ក្នុងការប្រឆាំងធ្វើសង្គ្រាមប្រឆាំងនឹងចៅបះបោនោះពួកគេនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រថាជាវរៈបរោះជាដើមនឹងឯងអញ្ចឹងចំណុចសំខាន់ដែលយើងត្រូវចងចាំនោះគឺអ្នកខ្លះមិនចង់បានលុយទេប៉ុន្តែគឺចង់បានឲ្យគេឲ្យតម្លៃបើអ្នកដឹងថាពួកគេចង់បានអ្វីអ្នកអាចគ្រប់គ្រងពួកគេបានដោយមិនចាំបាច់ចំណាយលុយសូម្បីតែ1សេនឬក៏1កាក់ហ្នឹងឯងអញ្ចឹងត្រង់ចំណុចទី2នេះគឺមនុស្សខ្លះគឺគេមិនចង់បានអ្វីទាំងអស់គឺគេចង់បានឲ្យថ្នាក់ដឹកនាំឬក៏ឲ្យអ្នកគ្រប់គ្រងហ្នឹងគឺផ្ដល់តម្លៃឬក៏គេចង់បាននៅកិត្តិយសឬក៏គេឈ្មោះនៅក្នុងប្រវត្តិសាស្ត្រណាមួយអញ្ចឹងទៅការដាក់ទណ្ឌកម្មធ្វើឲ្យមនុស្សខ្លាចរហូតដល់មិនហ៊ានបែរខ្នងឲ្យអ្នកមនុស្សមិនធ្វើតាមបញ្ជាដោយសារតែចង់បានអ្វីទេមានន័យថាការដាក់ទណ្ឌកម្មហ្នឹងគឺធ្វើឲ្យមនុស្សខ្លាចរហូតមិនហ៊ានបែរខ្នងឲ្យអ្នកមនុស្សមិនធ្វើតាមបញ្ជាដោយសារចង់បានអ្វីទេប៉ុន្តែដោយសារពួកគេខ្លាចបាត់បង់អ្វីមួយជាឧទាហរណ៍ឆាវប្រើភាពខុសខើដើម្បីគ្រប់គ្រងនគរឆាវមិនត្រឹមតែជាអ្នកដឹកនាំដែលផ្ដល់រង្វាន់តែប៉ុណ្ណោះទេប៉ុន្តែជាអ្នកដឹកនាំដែលដាក់ទណ្ឌកម្មយ៉ាងខុសខើបំផុតទៅលើកូនចៅឬក៏ទាហាននៅក្រោមបង្គាប់របស់ឆាវនោះផងដែរបើសិនបើនរណាម្នាក់ក្បត់គាត់ធ្វើឲ្យខ្លាយបើសិនជានរណាម្នាក់ក្បត់គាត់ធ្វើឲ្យវាឬក៏ការក្បត់នឹងคล้ายជាមេរៀនដែលមនុស្សទូទាំងប្រទេសត្រូវតែចងចាំត្រូវតែភ្ញាក់រលឹកនឹងឯងនៅពេលដែលគាត់ចាប់បានលីពូគាត់មិនស្ទាក់ស្ទើរក្នុងការប្រហារជីវិតឬក៏សម្លាប់ផ្ដាច់ជីវិតរបស់លីពូទេទោះបីជាលីពូជាមេទ័ពដ៏ឆ្នើមក៏ដោយនៅពេលដែលមានមន្ត្រីរបស់គាត់បង្កនៅបញ្ហាឬក៏ភាពវឹកវរគាត់ក៏មិនខ្ជះខ្ជាយពេលវេលាក្នុងការអត់ទោសឲ្យនោះទេគឺគាត់ត្រូវតែកម្ចាត់ឬក៏អាចថាប្រហារជីវិតភ្លាមតែម្ដងត្រូវចងចាំថាបើអ្នកចង់ឲ្យមនុស្សគោរពអ្នកកុំឲ្យពួកគេគិតថាពួកគេអាចក្បត់អ្នកហើយរួចខ្លួនឧទាហរណ៍ស៊ុនគួនប្រើក្តីខ្លាចនៃការបាត់បង់ដើម្បីគ្រប់គ្រងមេតបស៊ុនគួនគ្រប់គ្រងនគរងួយកុកបានដោយសារគាត់ឬក៏គួងតុងបានស៊ុនគួនគ្រប់គ្រងគួងតុងបានដោយសារតែគាត់ធ្វើឲ្យមន្ត្រីទាំងអស់ឬក៏មេតបទាំងអស់យល់ថាពួកគេមិនមែននៅជាមួយគាត់ទេពួកគេនឹងគ្មានកន្លែងឈរជើងបើសិនជាបាត់បង់គាត់ទៅគាត់ប្រើនគរឬក៏ប្រើដែនដីគួងតុងជាការគម្រាមកំហែងដើម្បីឲ្យមន្ត្រីឬក៏មេតបដែលមិនបានរួបរวมគ្នានោះស្ម័គ្រចិត្តរួបរวมគ្នាគាត់ធ្វើឲ្យអ្នកគ្រប់គ្នាដឹងថាបើពួកគេក្បត់គាត់ពួកគេនឹងគ្មានទីជម្រកឬក៏មិនអាចមានកន្លែងណាដែលល្អសម្រាប់ពួកគេនឹងឯងអញ្ចឹងយើងត្រូវចងចាំដែរថាបើអ្នកចង់ឲ្យនរណាម្នាក់ស្មោះស្ម័គ្រធ្វើឲ្យពួកគេដឹងថាបើគ្មានអ្នកពួកគេនឹងបាត់បង់អ្វីដែលសំខាន់ការចូលរួមផ្ដល់រង្វាន់ការដាក់ទណ្ឌកម្មនិងការដាក់ទណ្ឌកម្មរង្វាន់ធ្វើឲ្យមនុស្សដើរតាមអ្នកការដាក់ទណ្ឌកម្មធ្វើឲ្យមនុស្សមិនហ៊ានបែរខ្នងឬក៏ក្បត់អ្នកបើអ្នកប្រើទាំងពីរនេះបានអ្នកនឹងគ្រប់គ្រងនៅការគ្រប់គ្រងមនុស្សបានយ៉ាងល្អប្រសើរឧទាហរណ៍ខុងមីងគ្រប់គ្រងបេះដូងទាហានដោយប្រើទាំងកម្លាំងឬក៏លបែងចិត្តវិទ្យាឬក៏ប្រើនៅវិធីសាស្ត្រទាំងពីរនេះឯងខុងមីងដឹងថាទាហានចង់បានភាពជឿជាក់គាត់ផ្ដល់គោលដៅនិងមោទនភាពប៉ុន្តែ
នៅក្នុងពេលជាមួយគ្នាគាត់មិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មដែលអ្នកក្បត់ឬក៏អ្នកដែលធ្វើខុសមិនគោរពទៅតាមវិន័យឬក៏ច្បាប់នោះទេគាត់បង្កើតអារម្មណ៍ថាបើអ្នកនៅជាមួយខ្ញុំអ្នកគឺជាវរៈបរោះប៉ុន្តែបើអ្នកក្បត់ឬក៏នៅជាមួយនឹងបច្ចាមិត្តអ្នកនឹងក្លាយទៅជាឧទាហរណ៍ដែលគ្មាននរណាម្នាក់ហ៊ានធ្វើតាមហើយក៏ត្រូវចងចាំដែរថាបើអ្នកចង់ឲ្យមនុស្សស្ដាប់បង្គាប់ធ្វើឲ្យពួកគេដឹងថាជាជំរើសល្អបំផុតសម្រាប់ពួកគេគឺនៅជាមួយអ្នកនឹងឯងនៅក្នុងរឿងសាមកុកមិនមែនគ្រាន់តែជារឿងពាក់ព័ន្ធទៅនឹងសង្គ្រាមកាប់សម្លាប់គ្នានោះទេប៉ុន្តែគឺជាសិភៅឬក៏ជាមគ្គទេសណែនាំនៃការគ្រប់គ្រងមនុស្សបែបចិត្តវិទ្យាដែលអ្នកចេះលេងជាមួយនឹងកម្លាំងផ្នែកផ្លូវចិត្តឬក៏ចិត្តសាស្ត្រនឹងឯងគឺជាការគ្រប់គ្រងដ៏ពិតប្រាកដចំណុចទី3គឺការប្រើចំណុចទី3ដែលយើងត្រូវរៀនអំពីរឿងសាមកុកនោះគឺការប្រើក្តីខ្លាចជាឧបករណ៍សម្ពាធក្តីខ្លាចគឺជាកម្លាំងជំរុញមួយដ៏មានឥទ្ធិពលនៅពេលដែលយើងប្រើវាដ៏ល្អបំផុតសម្រាប់គ្រប់គ្រងមនុស្សមិនធ្វើសកម្មភាពដោយសារចង់បានអ្វីថ្មីជាដាច់ខាតទេប៉ុន្តែមនុស្សហ្នឹងពួកមនុស្សហ្នឹងគឺធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឲ្យបាត់បង់អ្វីដែលពួកគេមាននឹងឯងមនុស្សមិនខ្លាចភាពក្រីក្រដោយខ្លាចការបាត់បង់ឋានៈទេមនុស្សមិនខ្លាចស្លាប់ដោយការខ្លាចត្រូវការគេបំភ្លេចនោះទេឬក៏មនុស្សមិនខ្លាចភាពក្រីក្រដោយខ្លាចការបាត់បង់ឋានៈទេមនុស្សមិនខ្លាចស្លាប់ដោយខ្លាចការដែលត្រូវបានគេបំភ្លេចចោលនោះទេមនុស្សមិនខ្លាចការបរាជ័យដោយការខ្លាចត្រូវគេឃើញថាបរាជ័យទេបើអ្នកអាចបង្កើតស្ថានភាពដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាបើពួកគេមិនធ្វើតាមអ្នកពួកគេនឹងបាត់បង់នៅអ្វីដែលសំខាន់នៅក្នុងជីវិតរបស់ពួកគេនឹងគ្មានជំរើសអ្វីក្រៅតែពីដើរតាមផ្លូវដែលអ្នកបានកំណត់ឬក៏ដើរតាមគោលដៅដែលអ្នកបានចាត់ចែងរៀបចំនោះទេការខ្លាចបាត់បង់គេឈ្មោះអ្នកអាចគ្រប់គ្រងតាមរយៈរូបភាពនិងសេចក្តីថ្លៃថ្នូរគ្មានអ្វីឈឺចាប់ជាងការធ្វើឲ្យអ្នកដែលធ្លាប់អស្ចារ្យคล้ายជាគ្មានតម្លៃคล้ายជាអ្នកដែលគ្មានកិត្តិយសគ្មានគេរាប់អាននោះទេមនុស្សខ្លាចបាត់បង់មុខមាត់ខ្លាចបាត់បង់សេចក្តីថ្លៃថ្នូរជាងខ្លាចស្លាប់ទៅទៀតបើអ្នកចង់ឲ្យនរណាម្នាក់ធ្វើអ្វីកុំគំរាមសម្លាប់គេប៉ុន្តែគំរាមថាគេនឹងត្រូវគំរាមថាគេនឹងត្រូវបានគេជន់ឈ្លីមើលងាយឬក៏ធ្វើឲ្យបាត់បង់កិត្តិយសឬក៏ត្រូវគេបំភ្លេចឬក៏คล้ายជាតួកំប្លែងនៅក្នុងខ្សែភ្នែករបស់អ្នកដទៃទៅវិញឧទាហរណ៍ឆាវប្រើក្តីឧទាហរណ៍នៅក្នុងរឿងសាមកុកឆាវប្រើក្តីខ្លាចបាត់បង់មុខមាត់ដើម្បីគ្រប់គ្រងមេតបហ្នឹងឆាវមិនត្រឹមតែជាមេដឹកនាំតបដ៏អស្ចារ្យទេឬក៏មេតបដ៏អស្ចារ្យទេប៉ុន្តែគាត់យល់ចិត្តមេតបគ្រប់រូបឬក៏គ្រប់ជាន់ថ្នាក់គាត់ដឹងថាពួកគេខ្លាចអ្វីគាត់មិនបង្ខំមេតបឲ្យប្រយុទ្ធទេប៉ុន្តែធ្វើឲ្យពួកគេដឹងថាបើពួកគេដកថយឬក៏ពួកគេមិនប្រយុទ្ធពួកគេនឹងត្រូវតែគេប្រមាថមើលងាយថាជាមនុស្សកំសាកញីឬក៏មនុស្សអន់ជារៀងរហូតអញ្ចឹងនៅក្នុងពេលកងទ័ពខ្លាចសត្រូវឆាវនិយាយពាក្យដែលប៉ះចំណុចផ្លូវចិត្តដូចជាបើអ្នកស្លាប់អ្នកនឹងខ្លាចជាវីរៈបុរសប៉ុន្តែបើសិនជាអ្នកដកថយឬក៏ចុះចាញ់អ្នកនឹងគ្មានតម្លៃអ្វីទាំងអស់ឬក៏អ្នកនឹងនៅក្រោមធូលីជើងគ្មានតម្លៃឬក៏គ្មានតម្លៃជាងធូលីនៅក្រោមជើងរបស់សត្រូវទៅទៀតអញ្ចឹងការខ្លាចបរាជ័យធ្វើឲ្យពួកគេមានអារម្មណ៍ថាបើមិនដើរតាមអ្នកពួកគេនឹងមិនឈ្នះជាដាច់ខាតមនុស្សខ្លាចបរាជ័យព្រោះថាការបរាជ័យមានន័យថាពួកគេនឹងត្រូវបានគេមើលងាយឬក៏ពួកគេនឹងគឺគ្មានតម្លៃទៀតបើអ្នកអាចធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាអ្នកជាផ្លូវតែមួយគត់ដែលអាចនាំគេទៅកាន់ភាពជោគជ័យបាននោះពួកគេនឹងមិនបោះបង់អ្នកចោលឬក៏ពួកគេនឹងមិនក្បត់អ្នកឡើយឬក៏ពួកគេនឹងតស៊ូឆ្ពោះទៅមុខទៀតជាមួយនឹងអ្នកទាំងអស់គ្នាឬក៏ជាមួយអ្នកដឹកនាំឧទាហរណ៍នៅក្នុងរឿងសាមកុកខុងមីងគ្រប់គ្រងលាវប៉ៃដោយប្រើក្តីខ្លាចបរាជ័យលាវប៉ៃជាអ្នកដឹកនាំដែលមានចិត្តមេត្តាប៉ុន្តែគាត់គ្មានបញ្ញាផ្នែកនយោបាយបើគ្មានខុងមីងលាវប៉ៃមិនអាចបង្កើតនគរបានទេឬក៏មិនអាចคล้ายទៅជាអធិរាជលាវប៉ៃបានទេឬក៏បច្ចៅលាវប៉ៃបានទេខុងមីងធ្វើឲ្យលាវប៉ៃដឹងថាបើគ្មានគាត់
លាវប៉ៃនឹងមិនអាចប្រយុទ្ធជាមួយឆាវបានទេគាត់បង្កើតស្ថានភាពដែលធ្វើឲ្យលាវប៉ៃពឹងផ្អែកលើគាត់គ្រប់រឿងលាវប៉ៃមិនអាចបោះបង់ខុងមីងបានទេព្រោះបើគ្មានខុងមីងក្តីសុបិនរបស់គាត់នឹងរលាយឬក៏បាក់បែកមួយរំពេចនឹងតែម្ដងការខ្លាចបាត់បង់ឱកាសធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកគឺជាឱកាសល្អបំផុតដែលពួកគេមានមនុស្សខ្លាចបាត់បង់ឱកាសល្អបំផុតអារម្មណ៍ថាបើខ្ញុំមិនចាប់យកឱកាសនេះខ្ញុំអាចបាត់បង់វាជារៀងរហូតគឺជាឧទាហរណ៍គឺខ្ញុំបាត់បង់វាជារៀងរហូតគឺជាឧទាហរណ៍ឬក៏ជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការគ្រប់គ្រងមនុស្សឧទាហរណ៍នៅក្នុងរឿងសាមកុកសុនគួនប្រើក្តីខ្លាចបាត់បង់ឱកាសដើម្បីលេងល្បែងឬក៏ប្រយុទ្ធគ្នាជាមួយនឹងលាវប៉ៃនឹងឯងសុនគួនដឹងថាលាវប៉ៃចង់បានទឹកដីគៀងជូគាត់ធ្វើឲ្យលាវប៉ៃមានអារម្មណ៍ថាបើគាត់មិនយល់ព្រមឥឡូវនេះគាត់នឹងមិនដែលបើគាត់មិនយល់ព្រមឥឡូវគាត់នឹងមិនទទួលបានវាទៀតជារៀងរហូតលាវប៉ៃក៏យល់ព្រមសហការជាមួយសុនគួនក្នុងសមរភូមិ G2 ព្រោះខ្លាចបាត់បង់ឱកាសក្នុងការបង្កើតនគរផ្ទាល់ខ្លួនចំណុចទី4នៅក្នុងរឿងសាមកុកដែលយើងត្រូវសិក្សានោះគឺការប្រើការសរសើរនិងការបង្កើតអារម្មណ៍ពិសេសគ្មាននរណាម្នាក់ចង់ខ្លាយទៅជាមនុស្សសាមញ្ញទេគ្រប់គ្នាចង់ជាមនុស្សអស្ចារ្យសំខាន់យ៉ាងទៅមនុស្សមិនមែនតែងតែចង់បានលុយឬក៏អំណាចទេប៉ុន្តែពួកគេចង់បានអារម្មណ៍ថាខ្លួនគេនឹងគឺមានតម្លៃខ្លួនគេនឹងត្រូវបានគេឲ្យតម្លៃពួកគេចង់ទទួលស្គាល់ចង់បាននៅការទទួលស្គាល់ដឹងឮពីអ្នកដទៃចង់ឲ្យពិភពលោកឃើញថាពួកគេមានពួកគេនឹងជាមនុស្សពិសេសឬក៏មានគេឲ្យតម្លៃមិនមែនជាមនុស្សដែលគ្មានអត្តសញ្ញាណគ្មានប្រភពឬក៏គ្មានស្នាដៃគ្មានអីនោះទេនេះគឺជាឧទាហរណ៍ឬក៏ជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការគ្រប់គ្រងមនុស្សនឹងឯងឬក៏គ្រប់គ្រងចិត្តមនុស្សនឹងឯងបើអ្នកអាចធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាគេជាមនុស្សសំខាន់ពួកគេនឹងស្មោះស្ម័គ្រឬក៏មានសេចក្តីស្មោះត្រង់ចំពោះអ្នកដោយគ្មានលក្ខខណ្ឌពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារឋានៈរបស់ពួកគេនិងការពារខ្នងបង្អែករបស់ពួកគេនឹងឯងព្រោះគ្មាននរណាចង់ត្រឡប់ទៅជាមនុស្សដែលគ្មាននរណាម្នាក់ខ្វល់ទទួលស្គាល់នោះទេជាឧទាហរណ៍នៅក្នុងរឿងសាមកុកអ្នកដែលយល់ពីចិត្តវិទ្យានេះល្អបំផុតមិនមែនជាឆាវឬក៏ខុងមិញទេប៉ុន្តែលាវប៉ៃគឺជាលាវប៉ៃដែលយល់អំពីចិត្តសាស្ត្រនេះយ៉ាងល្អបំផុតបុរសដែលមិនមែនជាអ្នកខ្លាំងបំផុតនៅលើសមរភូមិប៉ុន្តែអាចធ្វើឲ្យមនុស្សលះបង់ជីវិតដើម្បីគាត់ព្រោះគាត់ចេះផ្ដល់តម្លៃដល់មនុស្សជុំវិញខ្លួនធ្វើឲ្យពួកគេមានអារម្មណ៍ពិសេសនិងសំខាន់បើអ្នកចង់ឲ្យនរណាម្នាក់ស្មោះត្រង់ចំពោះអ្នកធ្វើឲ្យគេមានអារម្មណ៍ថាគេជាមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នកគ្មានអ្វីធ្វើឲ្យមនុស្សស្មោះស្ម័គ្រឬក៏មនុស្សស្មោះត្រង់បានច្រើនជាងអារម្មណ៍ថាខ្លួនជាមនុស្សដែលមិនអាចខ្វះបានទេបើអ្នកអញ្ចឹងបើសិនជាអ្នកឲ្យពួកគេជឿថាអ្នកត្រូវការពួកគេនឹងមិនបោះបង់អ្នកឡើយព្រោះពួកគេចង់រក្សានៅឋានៈកិត្តិយសមុខមាត់ឬក៏តម្លៃរបស់ពួកគេនឹងឯងជាឧទាហរណ៍ជាក់ស្ដែងដែលយើងបានរៀនបានឃើញនៅក្នុងរឿងសាមកុកនោះលាវប៉ៃអាចបង្កើតកងទ័ពបានដោយអារម្មណ៍គ្រួសារគាត់ធ្វើឲ្យគួនអ៊ូទាវហ៊ុយនិងមេទ័ពជាច្រើនរូបទៀតមានអារម្មណ៍ថាពួកគេមិនមែនជាមនុស្សខ្លាំងបំផុតនៅលើសមរភូមិទេប៉ុន្តែពួកគេអាចធ្វើឲ្យមនុស្សដែលលះបង់ជីវិតដើម្បីគាត់បានព្រោះគាត់ចេះផ្ដល់តម្លៃដល់មនុស្សដែលនៅជុំវិញខ្លួនគាត់ធ្វើឲ្យពួកគេមានតួនាទីសំខាន់ក្នុងការសម្រេចចិត្តគ្មាននរណាម្នាក់ចង់គ្រាន់តែជាតួអង្គក្នុងការគ្រប់គ្រងឬក៏ក្នុងលបែងរបស់អ្នកនោះទេពួកគេចង់មានអារម្មណ៍ថាខ្លួនគេនឹងគឺមានអំណាចមានតម្លៃមានកិត្តិយសឬក៏ជាផ្នែកមួយនៅក្នុងផែនការអ្នកអាចប្រើរឿងនេះដើម្បីគ្រប់គ្រងពួកគេបានអ្នកដែលមានអារម្មណ៍ថាមានអំណាចខ្លះនឹងមិនបោះបង់អ្នកទេបើសិនជាពួកគេមានអារម្មណ៍ថាពួកគេនឹងមានអំណាចមានសិទ្ធិខ្លះនោះគឺពួកគេនឹងមិនបោះបង់ពួកឋានៈដឹកនាំចោលទេព្រោះពួកគេខ្លាចបាត់បង់នៅឋានៈអំណាចឬក៏ភាពឲ្យតម្លៃនោះណាបើអ្នកឲ្យពួកគេមានតួនាទីសំខាន់ពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាតំណែងតួនាទី
ឬក៏កិត្តិយសរបស់ពួកគេនឹងឯងហើយអ្នកអាចរៀបចំពួកគេដោយមិនឲ្យពួកគេដឹងខ្លួនឡើយមានន័យថាប្រើពាក្យសម្ដីដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេមានតម្លៃពាក្យសម្ដីល្អអាចធ្វើឲ្យមនុស្សសុខចិត្តស្លាប់ដើម្បីអ្នកបានជាឧទាហរណ៍លាវប៉ៃប្រើពាក្យសម្ដីបំផុសទឹកចិត្តទាហានរបស់គាត់មិនដែលនិយាយថាខ្ញុំជាអ្នកដឹកនាំរបស់អ្នកទេប៉ុន្តែលាវប៉ៃបាននិយាយជាច្រើនលើកច្រើនសារនៅលើសមរភូមិនៅពេលដែលមានបញ្ហាអ្វីមួយគាត់និយាយថាយើងជាបងប្អូនប្រយុទ្ធជាមួយគ្នាគាត់មិនដែលនិយាយថាអ្នកត្រូវតែខំប្រឹងធ្វើនេះធ្វើនោះដើម្បីខ្ញុំទេប៉ុន្តែគាត់និយាយថាអ្នកជាបេះដូងនៃនគរយើងទាំងមូលគាត់មិនបង្ខំនរណាម្នាក់ឲ្យនៅជាមួយគាត់ទេប៉ុន្តែគាត់ធ្វើឲ្យគេចង់នៅដោយខ្លួនឯងអញ្ចឹងការរួមបញ្ចូលគ្នាទាំងការសរសើរនិងក្តីខ្លាចនេះគឺធ្វើឲ្យពួកគេមានអារម្មណ៍ថាគេនឹងគឺជាមនុស្សសំខាន់និងធ្វើឲ្យពួកគេខ្លាចបាត់បង់នៅឋានៈកិត្តិយសនិងការឲ្យតម្លៃនឹងឯងជាឧទាហរណ៍នៅក្នុងរឿងសាមកុកឆាវប្រើទាំងការសរសើរនិងការដាក់ទណ្ឌកម្មគាត់ធ្វើឲ្យមេតបរបស់គាត់មានអារម្មណ៍ថាពួកគេជាមេតបដ៏អស្ចារ្យខ្លាំងក្លាបំផុតនៅក្នុងប្រទេសប៉ុន្តែបើនរណាធ្វើឲ្យគាត់ខកចិត្តគាត់នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរឬក៏យ៉ាងព្រៃផ្សៃគាត់ប្រើរង្វាន់ជាការលបួងប្រើក្តីខ្លាចជាការគំរាមកំហែងដើម្បីឲ្យមេតបគ្មានជំរឿនអ្វីក្រៅតែពីការនៅបម្រើគាត់នោះទេចំណុចទី5ធ្វើឲ្យពួកគេជឿជាក់ថាពួកគេជាអ្នកជ្រើសរើសអ្នកឬក៏ធ្វើអ្វីមួយមានន័យថាពួកគេជាអ្នកជ្រើសរើសដោយយើងមិនបាច់បង្ខំអញ្ចឹងនៅក្នុងការគ្រប់គ្រងចិត្តវិទ្យារបស់មនុស្សដ៏អស្ចារ្យបំផុតមិនមែនជាការបង្ខំឲ្យពួកគេធ្វើតាមយើងគ្រប់ពេលនោះទេឬក៏ធ្វើតាមអ្នកនោះទេប៉ុន្តែវាជាការធ្វើឲ្យពួកគេជឿជាក់ថាពួកគេជាអ្នកជ្រើសរើសធ្វើអ្វីមួយដោយពួកគេចង់ធ្វើនៅពេលដែលយើងត្រូវដឹងថានៅពេលដែលមនុស្សមានអារម្មណ៍ថាពួកគេមានសេរីភាពក្នុងការសម្រេចចិត្តធ្វើអ្វីមួយពួកគេនឹងមិនជាប់ជំពាក់ឬក៏ពួកគេនឹងមិនសៅមងក្នុងការសម្រេចចិត្តក្នុងការធ្វើវានោះទេហើយការការពារវាដោយអស់ពីចិត្តអស់លះបង់ទាំងជីវិតទៀតក៏មានដែរបើអ្នកអាចធ្វើឲ្យនរណាម្នាក់គិតថាគេសម្រេចចិត្តដោយខ្លួនឯងអ្នកនឹងអាចគ្រប់គ្រងគេបានដោយមិនដឹងខ្លួននឹងតែម្ដងជាឧទាហរណ៍នៅក្នុងរឿងសាមកុកអ្នកដែលប្រើបច្ចេកទេសបែបនេះបានល្អបំផុតនោះគឺខុងមីងនិងឆាវអ្នកទាំងពីរមិនប្រើកម្លាំងបង្ខំឲ្យមនុស្សធ្វើការតាមនោះទេប៉ុន្តែស្ថានភាពឬក៏បង្កើតនៅស្ថានភាពដែលធ្វើឲ្យមនុស្សគិតថាពួកគេនឹងជាអ្នកជ្រើសរើសដើម្បីធ្វើវានឹងតែម្ដងហើយនៅពេលដែលពួកគេជ្រើសរើសធ្វើពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ជាក់ថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពួកគេមនុស្សស្អប់ការត្រូវបានមានន័យថាមនុស្សស្អប់ការដែលគេត្រូវបានបង្ខំឲ្យធ្វើអ្វីមួយប៉ុន្តែពួកគេនឹងទទួលយកនៅអ្វីគ្រប់យ៉ាងបើពួកគេគិតថាវាជាជំរើសរបស់ខ្លួនដែលត្រូវធ្វើបើអ្នកធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាត្រូវបានគេសង្កត់សង្កិនឬក៏ដាក់កំហិតឬក៏ដាក់សម្ពាធឲ្យជ្រើសរើសធ្វើអ្វីមួយនោះពួកគេនឹងប្រឆាំងឬក៏នឹងអាចក្បត់យើងក៏មានដែរប៉ុន្តែបើអ្នកធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេគឺមានជំរើសក្នុងការធ្វើអ្វីមួយសម្រាប់ចិត្តអ្វីមួយដោយខ្លួនឯងពួកគេនឹងដើរតាមផ្លូវដែលអ្នកកំណត់ដោយដឹងថាវាជាផែនការរបស់អ្នកតាំងពីដើមរហូតដល់ចប់ហ្នឹងឯងជាឧទាហរណ៍នៅក្នុងរឿងសាមកុកខុងមីងឬក៏ជូកាលៀងធ្វើឲ្យលាវប៉ៃជ្រើសរើសសង្គ្រាមបន្ទាប់ពីលាវប៉ៃបាត់បង់ទឹកដីគីងចៅឲ្យស៊ុនគួនខុងមីងចង់ឲ្យលាវប៉ៃធ្វើសង្គ្រាមប៉ុន្តែគាត់មិនប្រាប់លាវប៉ៃឲ្យប្រយុទ្ធដោយផ្ទាល់ទេគាត់គ្រាន់តែនិយាយថាបើលោកមិនប្រយុទ្ធដើម្បីកិត្តិយសរបស់លោកតើនរណានឹងគោរពលោកលាវប៉ៃដែលត្រូវបានធ្វើឲ្យមានអារម្មណ៍ថាបាត់បង់មុខមាត់ក៏ជ្រើសរើសដោយខ្លួនឯងថានឹងធ្វើសង្គ្រាមជាមួយនឹងស៊ុនគួនទោះបីជាវាជាផែនការរបស់ខុងមីងតាំងពីដើមរៀងមកក៏ដោយការបង្កើតជំរើសដែលហាក់បីដូចជាចុះសម្រុងប៉ុន្តែនាំទៅកាន់គោលដៅរបស់អ្នកនឹងឯងកុំបង្ខំឲ្យពួកគេជ្រើសរើសតែមួយប៉ុន្តែបង្កើតជំរើសផ្សេងគ្នាប៉ុន្តែទាំងអស់នោះគឺជំរើសទាំងអស់នោះគឺវានាំទៅកាន់លទ្ធផលតែមួយមនុស្សស្អប់
ការដែលគេត្រូវបានបង្ខំឲ្យជ្រើសរើសឬក៏ឲ្យធ្វើអ្វីមួយប៉ុន្តែបើអ្នកអាចបង្កើតស្ថានភាពឬក៏ព្រឹត្តិការណ៍ដែលមិនថាពួកគេជ្រើសអ្វីទេវានឹងជាលទ្ធផលដែលអ្នកចង់បានតែមួយនឹងឯងពួកគេនឹងគិតថាពួកគេគ្រប់គ្រងស្ថានភាពឬក៏ដឹងពីស្ថានភាពនឹងបានទោះបីជាពួកគេស្ថិតនៅក្នុងលបែងចិត្តវិទ្យារបស់អ្នកតាំងពីដើមរៀងមកក៏ដោយជាឧទាហរណ៍ឆាវធ្វើឲ្យមន្ត្រីក្រាក់ជាច្រើនជ្រើសរើសឈរនៅខាងគាត់នៅពេលដែលឆាវចង់ឲ្យមន្ត្រីក្រាក់គ្រប់គ្រងការធ្វើសង្គ្រាមគាត់មិនចេញបញ្ជាទេប៉ុន្តែគាត់ផ្ដល់ជំរើស2ដល់ពួកគេទី1គ្រប់គ្រងគាត់នឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់និងទី2មិនគ្រប់គ្រងគាត់នឹងត្រូវគេមើលថាជាមនុស្សកំសាកដែលមិនស្រឡាញ់ជាតិមន្ត្រីក្រាក់ក៏ជ្រើសរើសដោយខ្លួនឯងថាត្រូវតែឬក៏នឹងគ្រប់គ្រងឆាវព្រោះគ្មាននរណាចង់ត្រូវបានគេប្រមាថថាជាមនុស្សកំសាកឬក៏មនុស្សទន់ខ្សោយនោះទេការប្រើពាក្យសម្ដីដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាគ្រប់គ្រងបាននៅស្ថានភាពឬក៏ស្ថានភាពពាក្យសម្ដីគឺជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការគ្រប់គ្រងឬក៏នៅក្នុងសិល្បៈចិត្តវិទ្យានៃការគ្រប់គ្រងមនុស្សនឹងជឿជាក់ទៅលើការសម្រេចចិត្តរបស់ខ្លួនកាន់តែខ្លាំងឬក៏ខ្លួនឯងកាន់តែខ្លាំងបើអ្នកប្រើពាក្យសម្ដីដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេគ្រប់គ្រងអ្វីបានគ្រប់យ៉ាងឧទាហរណ៍នៅក្នុងរឿងសាមកុកខុងមីងធ្វើឲ្យសត្រូវជ្រើសរើសការបរាជ័យដោយខ្លួនឯងនៅពេលខុងមីងចង់ឲ្យនៅពេលដែលខុងមីងចង់ឲ្យស៊ឺម៉ាអ៊ីមិនចេញពីជំរំមកប្រយុទ្ធគាត់មិនហាមឃាត់ទេប៉ុន្តែគាត់បង្កើតស្ថានភាពដែលធ្វើឲ្យស៊ឺម៉ាអ៊ីគិតថាការនៅក្នុងជំរំគឺជាជម្រើសល្អបំផុតគាត់បានបញ្ជូននៅសម្លៀកបំពាក់នារីនិងនារីស្រស់ស្អាតនិងអំណោយទៅលបួងស៊ឺម៉ាអ៊ីជាមួយនឹងពាក្យសម្ដីថាលោកជាអ្នកប្រយុទ្ធដ៏ឆ្លៀសវៃឬក៏វៃឆ្លាតបំផុតនៅក្នុងប្រទេសលោកមិនចាំបាច់ចេញមកប្រយុទ្ធដើម្បីបញ្ជាក់ខ្លួនឯងទេស៊ឺម៉ាអ៊ីដែលចង់រក្សារូបភាពជាមនុស្សឆ្លាតក៏ជ្រើសរើសដោយខ្លួនឯងមិនចេញទៅប្រយុទ្ធឬក៏ប្រកួតប្រជែងនឹងឯងទោះបីជាវាជាអ្វីដែលខុងមីងចង់បានតាំងពីដើមមកក៏ដោយការរួមបញ្ចូលសេរីភាពក្នុងការជ្រើសរើសជាមួយនឹងក្តីខ្លាចមានន័យថាធ្វើឲ្យពួកគេមានអារម្មណ៍គិតថាពួកគេនឹងជ្រើសរើសដោយខ្លួនឯងប៉ុន្តែបង្កើតក្តីខ្លាចឲ្យពួកគេមិនហ៊ានបោះបង់ជម្រើសនោះទេជាឧទាហរណ៍ឆាវធ្វើឲ្យមេតបជាច្រើនរបស់គាត់នឹងនៅជាមួយគាត់ជារៀងរហូតគាត់មិនដែលបង្ខំមេតបឲ្យស្ម័គ្រស្មោះចំពោះគាត់ទេប៉ុន្តែគាត់ធ្វើឲ្យពួកគេជ្រើសរើសដោយខ្លួនឯងថាការនៅជាមួយគាត់គឺជាផ្លូវរួចផុតពីការកាប់សម្លាប់តែមួយគត់គាត់នឹងធ្វើឲ្យគេជឿជាក់ថាបើពួកគេនឹងបោះបង់ឆាវឬក៏គាត់នឹងពួកគេនឹងត្រូវបានគេមើលងាយឬក៏ចាត់ទុកថាជាមនុស្សក្បត់ហើយគ្មានកន្លែងណាឈរជើងនៅក្នុងប្រទេសនោះទេពួកគេក៏ជ្រើសរើសនៅជាមួយឆាវជារៀងរហូតទៅទោះបីជាពួកគេធ្លាប់គិតរកផ្លូវឬក៏ច្រកចេញក៏ដោយចំណុចទី6ក្នុងការគ្រប់គ្រងនៅចិត្តមនុស្សឬក៏គ្រប់គ្រងមនុស្សបែបចិត្តវិទ្យានៅក្នុងរឿងសាមកុកនោះចំណុចទី6គឺស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងនោះគ្មាននរណាអាចគ្រប់គ្រងអ្នកបានទេបើអ្នកមិនស្គាល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់បើសិនជាអ្នកមិនស្គាល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់អ្នកដទៃនឹងជាអ្នកកំណត់គោលដៅជីវិតរបស់អ្នកជាមិនខានការគ្រប់គ្រងមនុស្សមិនមែនជារឿងពិបាកទេប៉ុន្តែអ្វីដែលពិបាកជាងគេបំផុតនោះគឺការគ្រប់គ្រងខ្លួនឯងការដឹងខ្លួនឯងឲ្យបានគ្រប់គ្រាន់ឬក៏គ្រប់គ្រងខ្លួនឯងឲ្យបាននឹងឯងព្រោះនៅពេលដែលអ្នកកំពុងតែស្វែងរកវិធីគ្រប់គ្រងអ្នកដទៃក៏កំពុងតែស្វែងរកចំណុចខ្សោយរបស់អ្នកដើម្បីប្រើវាដើម្បីគ្រប់គ្រងអ្នកផងដែរជាឧទាហរណ៍នៅក្នុងរឿងសាមកុកអ្នកដែលបរាជ័យមិនមែនព្រោះតែពួកគេទុនខ្សោយនោះទេប៉ុន្តែព្រោះតែពួកគេមិនស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងនឹងឯងហើយទុកឲ្យសត្រូវប្រើវាជាការវាយប្រហារឬក៏ប្រើវាជាអាវុធដើម្បីកម្ចាត់អ្នកវិញបើអ្នកចង់ជាអ្នកលេងនៅក្នុងលបែងនៃអំណាចឬក៏អ្នកប្រកួតប្រជែងការគ្រប់គ្រងនៃអំណាចអ្នកត្រូវតែប្រកាសថាអ្នកមិនមែនគ្រាន់តែជាក្របអុកឬក៏ក្របលបែងមួយនៅក្នុងក្តារ
របស់អ្នកណាម្នាក់ឡើយអញ្ចឹងមានន័យថាអ្នកត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ការលោភលន់បើសិនជានោះមានន័យថាបើសិនជាអ្នកចង់បានច្រើនពេកអ្នកដតីនឹងប្រើវាយប្រហារអ្នកវិញអ្នកដែលចង់បានអ្វីគ្រប់យ៉ាងច្រើនតែបាត់បង់នៅអ្វីគ្រប់យ៉ាងជាឧទាហរណ៍លីពូស្លាប់ដោយសារតែភាពលោភលន់លីពូជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លាបំផុតនៅក្នុងយុគសាមកុកឬក៏សម័យសាមកុកប៉ុន្តែគាត់ស្លាប់ព្រោះតែភាពលោភលន់ចង់បានអំណាចច្រើនពេកគាត់ក្បត់តុងឈ័រព្រោះគាត់គ្រប់គ្រងព្រោះគាត់ចង់គ្រប់គ្រងប្រទេសដោយខ្លួនឯងបន្ទាប់មកគាត់ស្ម័គ្រចិត្តបម្រើអ៊ុនសុកហើយក៏ក្បត់អ៊ុនសុតបន្ទាប់មកក៏គាត់ស្ម័គ្រចិត្តបម្រើអ៊ុនសុតហើយក៏ក្បត់អ៊ុនសុតម្ដងហើយម្ដងទៀតដើម្បីទៅនៅជាមួយឆាវទីបំផុតឆាវដឹងថាលីពូមិនស្មោះត្រង់ឬក៏មិនស្មោះស្ម័គ្រចំពោះនរណាឡើយហើយក៏ជ្រើសរើសសម្លេះជីវិតរបស់លីពូចោលទៅព្រោះអ្នកដែលគ្មានចំហនឹងនោះយើងមិនគួរនឹងជឿទុកចិត្តទៅលើពួកគេឡើយការចង់បានការទទួលស្គាល់បើអ្នកចង់ឲ្យគេសរសើរអ្នកដទៃនឹងអាចប្រើការសរសើរធ្វើឲ្យអ្នកនឹងធ្លាក់ចូលនៅអន្ទាក់ចិត្តសាស្ត្ររបស់ពួកគេបានដោយងាយគ្មានអ្វីធ្វើឲ្យមនុស្សខ្សោយបានច្រើនជាងការសរសើរច្រើនពេកទេឧទាហរណ៍គួនអុយបរាជ័យដោយសារតែមានមោទនភាពខ្លាំងពេកទៅលើសេចក្តីថ្លៃថ្នូររបស់ខ្លួនគួនអុយគឺជាអ្នកប្រយុទ្ធដែលមានសមត្ថភាពប៉ុន្តែគាត់មិនមែនបរាជ័យដោយសារតែគាត់ខ្វះសមត្ថភាពនោះទេគាត់បរាជ័យព្រោះតែគាត់ជឿជាក់ទៅលើគុណធម៌ឬក៏សេចក្តីថ្លៃថ្នូររបស់ខ្លួនខ្លាំងពេកសុនគួនដឹងចំណុចខ្សោយរបស់គួនអុយថាគាត់ស្រឡាញ់កិត្តិយសនិងជឿជាក់លើខ្លួនឯងខ្លាំងពេកជាងអ្នកដទៃនោះសុនគួនបានបញ្ជូនអ្នកទៅប្រើពាក្យសម្ដីសរសើរគួនអុយធ្វើឲ្យគួនអុយហ្នឹងគឺមានអារម្មណ៍ភ្លើតភ្លើនមានអារម្មណ៍រំជើបរំជួលហើយបន្តិចម្ដងធ្វើឲ្យគួនអុយហ្នឹងគឺប្រមាថរហូតមានការប្រមាថរហូតដល់ទីបញ្ចប់គួនអុយក៏ធ្វើវហេះក៏ត្រូវបានគេចាប់ខ្លួនបានហើយក៏បានសម្លាប់ចោលឡើងតែម្ដងអញ្ចឹងចំណុចមួយទៀតនោះគឺការខ្លាចការបរាជ័យបើអ្នកខ្លាចការបរាជ័យអ្នកដទៃនឹងប្រើនៅសេចក្តីខ្លាចនេះសង្កត់ផ្លូវចិត្តរបស់អ្នកគឺធ្វើឲ្យអ្នកធ្វើអ្វីដែលពួកគេចង់បាននឹងឯងបើអ្នកខ្លាចការបរាជ័យច្រើនពេកទីបំផុតអ្នកនឹងបរាជ័យកាន់តែធ្ងន់ធ្ងរឬក៏កាន់តែច្រើនស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងហើយប្រែក្លាយវាទៅជាគ្រឿងសម្រាប់ការពារឬក៏ជាអាវុធសម្រាប់ការពារអ្នកដែលខ្លាំងបំផុតមិនមែនជាអ្នកដែលគ្មានចំណុចទន់ខ្សោយឬក៏ចំណុចដែលអន់ថយនោះទេប៉ុន្តែជាមនុស្សដែលស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងនឹងឯងហើយក៏មិនឲ្យនរណាប្រើវាដើម្បីមកវាយប្រហារទៅលើខ្លួនគេនោះដែរឧទាហរណ៍ដូចជាឆាវឧទាហរណ៍នៅក្នុងរឿងសាមកុកដូចជាឆាវប្រើចំណុចខ្សោយរបស់ខ្លួនជាធម៌ពលដើម្បីការពារខ្លួនឆាវដឹងថាខ្លួនជាមនុស្សចំណែនហើយគាត់មិនទុកចិត្តឲ្យនរណាម្នាក់ប្រើវាដើម្បីយកមកវាយប្រហារគាត់នោះទេគាត់ជាមនុស្សដែលមិនជឿជាក់ទៅលើនរណាម្នាក់ដោយងាយហើយនោះគឺជាអ្វីដែលធ្វើឲ្យគ្មាននរណាម្នាក់អាចក្បត់គាត់បានមុនពេលដែលគាត់ចាត់ការគេមុនគាត់ក៏ដឹងខ្លួនថាបើគាត់ទុកខ្លួនគាត់នឹងឲ្យទុនខ្សោយសំបីតែបន្តិចនោះអ្នកដទៃនឹងប្រើវាដើម្បីចាត់ការគាត់វិញដូច្នេះគាត់ជ្រើសរើសធ្វើនៅរឿងខុសខើមុនដែលសត្រូវមានឱកាសដើម្បីកម្ចាត់គាត់នៅក្នុងរឿងសាមកុកបានបង្រៀនយើងថាអ្នកដែលមិនយល់អំពីខ្លួនឯងគឺជាអ្នកដែលត្រូវបានកំណត់ជោគវាសនាសម្រាប់អ្នកដទៃបើសិនជាអ្នកមិនចង់ខ្លាយជាឧបករណ៍ចិត្តសាស្ត្រឬក៏ឧបករណ៍សម្រាប់អ្នកដទៃប្រើនោះទេអ្នកត្រូវតែប្រកាសថាគ្មាននរណាម្នាក់អាចប្រើចំណុចខ្សោយរបស់អ្នកដើម្បីប្រើប្រាស់នៅចិត្តសាស្ត្រដើម្បីជាឧបករណ៍សម្រាប់គ្រប់គ្រងអ្នកបានអញ្ចឹងថ្ងៃនេះមានតែប៉ុណ្ណេះឯងគឺអរគុណច្រើនសម្រាប់អ្នកទស្សនាទាំងអស់គ្នាបានទស្សនារហូតដល់ចប់បើសិនជាអស់លោកអ្នកទាំងអស់គ្នាចូលចិត្តនៅคลิปវីដេអូនេះក៏សូមជួយចុច like ឬក៏មានមតិផ្សេងអាចជួយ comment នៅខាងក្រោមផងហើយជាពិសេសគឺកុំភ្លេចជួយចុច subscribe នៅ channel នេះមួយផងបើសិនមិនទាន់បាន
ចុច subscribe ហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងស្ដាប់នៅ clip video នេះហើយនឹងមានអត្ថប្រយោជន៍ដែលអាចប្រើប្រាស់បាននៅក្នុងជីវិតហើយកុំភ្លេចតាមដាននៅវីដេអូក្រោយៗទៀតទាំងអស់គ្នាបាទសូមអរគុណច្រើនសូមជម្រាបលា